មានព័ត៌មានថ្មីសម្រាប់បងប្អូនបាទដែលចង់ធានាបងប្អូនឪពុកម្ដាយប្តីប្រពន្ធមករស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកឬក៏ស្នើសុំវីសាដើម្បីបានមករស់នៅសហរដ្ឋអាមេរិកស្របច្បាប់បើយោងតាមការណែនាំថ្មីរបស់លោកប្រធានាធិបតីដូណាល់ត្រាំបាទអ្នកដែលមានជំងឺរ៉ាំរ៉ៃបាទគឺនឹងត្រូវបាន deny ចោលមិនឲ្យមករស់នៅសហរដ្ឋអាមេរិកឬក៏មិនផ្ដល់វីសាដើម្បីមករស់នៅសហរដ្ឋអាមេរិកទេបាទហើយជំងឺរ៉ាំរ៉ៃនោះបងប្អូនមានដូចជាជំងឺទឹកនោមផ្អែមបាទធាត់ជំងឺគាំងបេះដូងជាដើមហើយប្រសិនបើបងប្អូនចង់ធានាបងប្អូនប្តីប្រពន្ធឪពុកម្ដាយកូនអីហើយមានជំងឺទាំងអស់នោះបាទបងប្អូនមិនបាច់ធានាទេនាំតែខាតលុយពីមុនមានតែជំងឺអេដនិងថ្លើមទេបើសិនជាកើតគឺគេឲ្យមកសហរដ្ឋអាមេរិកគឺគេមិនផ្ដល់វីសាឲ្យទេបងប្អូនបាទប៉ុន្តែឥឡូវច្បាប់ថ្មីឬក៏ចេញដោយលោកប្រធានាធិបតីដូណាល់ត្រាំអ្នកដែលមានជំងឺរ៉ាំរ៉ៃបាទទឹកនោមផ្អែមធាត់បូករួមនឹងគាំងបេះដូងហ្នឹងគឺគេអត់ឲ្យមកទេអញ្ចឹងបើសិនជាបងប្អូនចង់ធានាអីកុំឲ្យខាតលុយមិនបាច់ទេបងប្អូនហើយចំណុចពិសេសមួយទៀតនោះបងប្អូនមិនមែនតែប្រទេសខ្មែរយើងទេបាទគឺនៅជុំវិញពិភពលោកទាំងអស់ឲ្យតែមានជំងឺទាំងអស់ហ្នឹងគឺគេ deny ចោល